ទេរត់ហាត់ប្រាណអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពការរត់មិនត្រឹមតែធ្វើឲ្យអ្នករាងស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ជួយឲ្យអ្នករស់នៅបានយូរផងដែរប៉ុន្តែថ្ងៃនេះអ្នកនឹងបានដឹងពីបញ្ហាខ្លះៗបានមកពីការរត់ហាត់ប្រាណដែលមនុស្សភាគច្រើនមិនបានដឹង1អ្នកប្រាជាទៀបជាងមុននៅពេលដែលអ្នករត់កម្ពស់និងបរិមាណឌីសនៅចន្លោះឆ្អឹងកងខ្នងរបស់អ្នកថយចុះគម្លាតពីគ្នារឿងនេះកើតឡើងដោយសារតែការបាត់បង់ជាតិទឹកនិងការបង្ហាប់ចន្លោះវាមិនដូចការហែលទឹកទេដែលធ្វើឲ្យអ្នកលូតកម្ពស់បានជាសំណាងល្អវាគ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះព្រោះកម្ពស់របស់អ្នកនឹងត្រូវបានស្ដារឡើងវិញនៅពេលដែលអ្នកសម្រាកមួយរយៈ2ម្រាមជើងរបស់អ្នកអាចប្រែជាខ្មៅជាមួយនឹងជំហាននីមួយៗដែលអ្នកដើរលើដីពេលកំពុងរត់ម្រាមជើងរបស់អ្នកបានប៉ះផ្នែកខាងមុខនៃស្បែកជើងរបស់អ្នកស្បែកជើងតូចនិងស្រោមជើងតឹងអាចច្របាច់ម្រាមជើងរបស់អ្នកឲ្យស្ពោតហើយអ្វីទាំងអស់នេះអាចនាំឲ្យមានការកកឈាមនៅក្រោមក្រចកដែលអាចធ្វើឲ្យក្រចកប្រែជាខ្មៅ3អ្នកអាចមានបញ្ហាហ៊ីសម្បោរនៅពេលអ្នករត់អ្នកដកដង្ហើមលឿននិងជ្រៅដើម្បីអាចស្រូបយកខ្យល់បន្ថែមទៀតខណៈពេលដែលអ្នកធ្វើបែបនេះអ្នកដកដង្ហើមដោយទាំងសារធាតុដែលធ្វើឲ្យអាឡែស៊ីការបំពុលក្នុងខ្យល់និងកម្ទេចកំទីក្នុងបរិយាកាសនេះនឹងធ្វើឲ្យផ្លូវដង្ហើមរបស់អ្នករលាកនិងធ្វើឲ្យច្រមុះរបស់អ្នកហៀរសម្បោរ